សួស្តីអ្នកទាំងអស់គ្នាខ្ញុំពងអិនស្រាយរឿងពេលនេះយើងមកតពីអវ៉ាសូនទី16របស់យើងនៅដើមភាគនេះយើងឃើញថាស៊ីគឺបានដើរមកមន្ទីរពេទ្យចឹងណាហើយក៏ជារឿងដែលសែនមួយដែរគឺបងប្រុសរបស់គេហ្នឹងក៏បានរត់មកប្រាប់គេថាគឺម៉ាក់របស់គេបានចូលសង្គ្រោះមិនទាន់មកដែរគឺពេលនេះគឺគាត់បាក់ចិត្តខ្លាំងមែនតើហើយថាស៊ីក៏គាត់ឮចឹងហើយគឺគាត់តក់ស្លុតខ្លាំងមែនតើគាត់គឺថាមកមើលម៉ាក់របស់គាត់តែបើជាឮតំណែងថាម៉ាក់របស់គាត់គឺចូលសង្គ្រោះមិនទាន់ចឹងទៅគាត់ក៏បាក់ចិត្តដែរគាត់ក៏បានសួរថាហេតុអីបានជាអញ្ចឹងហើយបងគេក៏បាននិយាយថាគឺគេអត់ដឹងទេហើយគាត់ក៏បានទម្លាក់ស្អីគេនឹងដឹងស្អីគេហើយក៏រត់ទៅសួរប៉ារបស់គេតើម៉ាក់របស់គេនឹងនៅណាហើយប៉ារបស់គេក៏បាននិយាយថាម៉ាក់របស់គេនឹងគឺនៅបន្ទប់នៅកន្លែងនោះហើយពេលនេះគឺកំពុងតែជាប់នៅហ្នឹងហើយគឺអត់ទាន់បានចេញមកវិញទេយូរហើយប៉ារបស់គេក៏បាក់ចិត្តដែរកូនរបស់គេឮហើយគឺទន់ឆ្គងយកហ្មងណាគេបាក់ចិត្តខ្លាំងមែនតើហើយអ្នកទាំងពីរក៏បានមកមើលចឹងណាគេក៏បានប្រាប់ថាមិនមែនជាកំហុសរបស់ឯងទេហើយគេក៏បានទម្លាក់កំហុសនៅខ្លួនឯងចឹងណាថាមកពីគេក្បាលរឹងពេកទៅបានជាធ្វើឲ្យម៉ាក់របស់គេនឹងឈឺចឹងណាប្រហែលជាមូលហេតុដោយសារម៉ាក់ឲ្យកូនគេហ្នឹងហើយគេក៏បាននិយាយថាម៉ាក់គឺមកពីកូននឹងគឺជាអ្នកនាំទុកដល់ម៉ាក់ហើយថាយីក៏គាត់និយាយថាមិនជាខុសរបស់ឯងទេឯងមិនចាំទម្លាក់ខុសនៅខ្លួនឯងទេវាប្រហែលជាហើយគេក៏បានអោបទៅកាន់ប៉ារបស់គេហើយក៏បាននិយាយទៅកាន់ប៉ារបស់គេថាប៉ាឲ្យកូនសុំទោសកូនមិនគួរណាឆ្លោះគ្នាជាមួយនឹងប៉ាម៉ាក់ទេហើយនៅពេលដែលប៉ាគេឮថាកូនគេហៅប៉ាចឹងទៅគឺគាត់សប្បាយចិត្តខ្លាំងមែនតើគឺកូនរបស់គាត់នឹងខានហៅគាត់យូរអីគឺគាត់សប្បាយចិត្តផងលាយជាមួយទឹកភ្នែកផងអីចឹងណាហើយម៉ាក់របស់គេកំពុងតែសង្គ្រោះមិនទាន់ហើយកុំឲ្យសាច់រឿងសែតពេកឥឡូវយើងមកមើលគ្រួសារនេះវិញគឺអាណានក៏បានមកសួរម៉ាក់របស់គេថាតើម៉ាក់នឹងចង់តាណាហើយម៉ាក់របស់គេក៏បានប្រាប់ថាគឺគាត់ចង់ទៅផ្ទះមិត្តភ័ក្តិរបស់គាត់គឺខានជួបគ្នាយូរហើយគឺចង់តលេងខ្លាអញ្ចឹងណាខេឡូអីគេគាត់ប្រហែលជានឹកគ្នាអញ្ចឹងណាហើយរ៉ាណាន់ក៏បានសុំម៉ាក់របស់គេនឹងទៅដែរហើយអាណានក៏និយាយថាម៉ាក់ចាំកូនផងកូនទៅដែរហើយទៅទាំងអស់គ្នាតែម្ដងហើយនៅពេលដែលម្ដងហ្នឹងគេរស់រាយគ្នាអញ្ចឹងណាគេនឹកគ្នាអីចឹងគេក៏បានសួរគ្នាពីនេះពីនោះបែកអូហូស្ទឹងដោយចាដែលយើងឃើញចានិយាយគ្នាឯងគឺនិយាយទៅជាប់មាត់ហ្នឹងឡើង1ម៉ោង2ម៉ោងតែសម្រាប់ចាវិញគឺតិចខ្លាំងមែនតើពេលហ្នឹងណាបើសិនជាយើងណាគឺច្រើនម៉ោងតែបើចាគឺតិចម៉ោងខ្លាំងមែនតើហើយយើងក៏បានមកឃើញថាអាណានបានលៀងចៅម៉ាក់របស់គេក៏និយាយថាក្មេងល្អរៀនឲ្យឆាប់កែរៀនចេះចាំអីចឹងណាដូចចាគេនិយាយថាគេឲ្យពរអញ្ចឹងណាហើយអាណានក៏និយាយថាអត់អីម៉ាក់នឹងគឺជាទង្វើរបស់កូនត្រូវតែប្រព្រឹត្តនឹងតើហើយគេក៏បានប្រាប់ទៅកាន់ម៉ាក់របស់គេថាគេនឹងចង់ទៅក្រៅទៅដើរលេងព្រោះវាក្តៅពេកហើយខែនេះគឺក្តៅហើយអ្នកនរគ្នាហើយនៅពេលដែលគេមកក្រៅទៅកន្លែងសមុទ្រហើយខ្យល់ឡើងលហើយហ្មងគេក៏និយាយថាវ៉ាវខ្យល់គឺត្រជាក់ខ្លាំងមែនតើសប្បាយចិត្តដែលនៅជិះខ្យល់ចឹងទៅនិយាយទៅបើសិនជាមាននៅវិញនឹងសប្បាយចិត្តយ៉ាងណាទេឥឡូវពងក្តៅឯនេះអើយហើយគេក៏បានចុចទូរស័ព្ទទេសួរមិត្តប្រុសរបស់គេហ្នឹងក៏និយាយថាគឺគាត់ចាស់រវល់អត់មានពេលមកណាត់គ្នាតែចាំស្អែកទៅហើយនាងក៏យកព្រមអញ្ចឹងណាហើយអត់ដឹងថាគេនឹងជាប់ទុកលំបាកអីទេយកព្រមទាំងស្នាមញញ៉ាំអីចឹងណាហើយនៅពេលនេះគេក៏បាននៅមើលហ្នឹងទៅហើយម៉ាក់របស់គេក៏បានមកឃើញកូនរបស់គេហ្នឹងនៅឈរកន្លែងហ្នឹងគេក៏បានមកសួរកូនរបស់គេថានៅឈរធ្វើអីហើយរ៉ានក៏មកកន្លែងហ្នឹងដែរគេក៏បាននិយាយថាបងស្រីរបស់គេហ្នឹងមកឈរស្រូបយកខ្យល់អាកាសអត់មានហៅគេមកដែរហើយបងស្រីគេក៏និយាយថាមានអីគ្រាន់តែមកនិយាយលេងតែអ្នកទាំង3ហ្នឹងក៏និយាយគ្នាអីចាឡើងអីចឹងបែកអូហូស្ទឹងអីចឹងទៅហើយគេក៏បានមកកន្លែងហាងគឺមានតែហាងហ្នឹងមួយឯងអ្នកទាំងអស់គ្នាហើយគេក៏បានមកទិញអីចឹងមកបើគេក៏បានមកប្រាប់កូនគេថាឲ្យទិញស្ករប៊ីចេងហើយទិញសាច់អីទុកក្នុងទូទៅហើយថ្ងៃស្អែកហ្នឹងគឺគាត់
រៀបចំបាយឲ្យញ៉ាំអីចឹងណាហើយក៏បានតែកូនគេហ្នឹងឲ្យតែងទៅហើយកូនគេក៏និយាយថាហ្នឹងឯងម៉ាក់ចាំកូនជាអ្នកតែងហើយម៉ាក់ឯងបើចាំប្រាប់កូននេះហើយគេក៏បានទៅតែងអីចឹងទៅហើយឃើញបាយប្រអប់ហ្នឹងគឺទំនងខ្លាំងមែនតើបើបានញ៉ាំអីវិញអើយគឺអត់មានដែរបានញ៉ាំទេនិយាយមែនហើយគេក៏បាននៅមើលអីចឹងណាគេមករកតែងអីហើយម្ដុំនេះសតតែនំប៉័ងអ្នកទាំងអស់គ្នាហើយគ្មានស្អីទេហើយឥឡូវអេដមីនហេបបាយអ្នកទាំងអស់គ្នាអេដមីនទៅញ៉ាំបាយសិនឥឡូវនេះយើងត្រឡប់មកវិញហើយនៅពេលដែលគេទិញអីហើយគេក៏បានមកត្រឡប់ទៅផ្ទះវិញអ្នកទាំងអស់គ្នាភ្លេចមើលហើយគេក៏បានមកដល់កន្លែងគេរៀបចំញ៉ាំបាយអ្នកទាំងអស់គ្នាគេធ្វើស្លអីចឹងណាអ្នកទាំងអស់គ្នាហើយប្រហែលជាហ្វេនអេដមីនថាអេដមីនសាំឯអ្នកទាំងអស់គ្នាគឺនិយាយទៅមួយរយៈហ្នឹងគឺនិយាយទៅវាមិនទេហើយគេក៏បានហៅបងប្អូនគេហ្នឹងទៅញ៉ាំបាយអីចឹងទៅហើយឥឡូវនឹងតបាយមែនតើហើយគេក៏ញ៉ាំបាយអីចឹងទៅកាលហ្នឹងឃើញតែតុក2តែឥឡូវមានតុក3ព្រោះសមាជិក3នាក់នៅពេលដែលអ្នកទាំង3ហ្នឹងញ៉ាំបាយហើយអស់ហើយគេបានឲ្យឃើញថាអ្នកទាំង3គឺបានមកចូលគេញីចឹងណាហើយមកបើគេក៏និយាយថាគឺគាត់ចង់តម្លាក់សក់ពោះគាត់នឹងខានតម្លាក់សក់យូរហើយទៅពេលតម្លាក់ទៅមកឡើងដោយកូនដែរម្ដងគឺសក់វិញដោយកូនដែរម្ដងណាកាលហ្នឹងគឺប្តីរបស់គាត់ហ្នឹងគឺបានលាចាកទៅហើយគាត់ក៏ខានកាត់សក់នឹងយូរដែរទៅពេលបានតម្លាក់ទៅនិយាយទៅបើសិនជាបានធ្វើជាកូនភ្លោះអីវិញគឺគេថានិយាយទៅសែនគេណាដល់គ្នាមុខឡើងដូចគ្នាតែម្ដងហើយកូនរបស់គេក៏និយាយថាម៉ាក់ឡើងស្អាតហ្មងហើយមករបស់គេក៏និយាយថាស្អាតអីដូចតាកូនឯងហ្នឹងហើយម៉ែឯងនឹងចង់និយាយថាកូននឹងអត់ស្អាតមែនហើយម៉ាក់របស់គេក៏និយាយថាមានណាក៏និយាយលេងតាហើយកូនរបស់គេហ្នឹងក៏បានមកអង្គុយអីចឹងណាគេមកអង្គុយចង់អោបម៉ាក់របស់គេចឹងទៅហើយនៅសួរគ្នាអីចឹងណាកន្លែងហ្នឹងគឺដូចជាគេសួរម៉ាក់របស់គេហ្នឹងថាចូលចិត្តអីចឹងទៅហើយបងរបស់គេក៏ចំណែនដែរថាបងឯងហ្នឹងបានអោបមកចឹងហើយគេក៏បានឲ្យឃើញថាអ្នកទាំង3គឺបានគេញ៉ែអ្នកទាំងគ្នាកុំឲ្យនៅយូរពេកហើយនៅពេលព្រឹកឡើងម៉ាក់របស់គេដូចការសន្យាអញ្ចឹងគឺគាត់បានមកធ្វើម្ហូបឲ្យអ្នកទាំងពីរហ្នឹងញ៉ាំអីចឹងណាប្អូនស្រីរបស់គេគឺបានទៅរៀនទៀតដែររ៉ានណាគេក៏បានលាអ្នកទាំងពីរហ្នឹងទៅរៀនទៅហើយនៅពេលហ្នឹងគឺអាណានរបស់យើងមានណាត់ជាមួយនឹងថាស៊ីគេក៏បានប្រាប់ទៅកាន់ម៉ាក់របស់គេថាគឺនាងមានណាត់តិចគឺនាងថ្ងៃតិចប្រហែលជាត្រឡប់មកវិញហើយគេក៏បានទៅណាត់របស់គេចឹងណាអ្នកតាគ្នាព្រោះខានជួបគ្នាយូរហើយអ្នកតាគ្នាហើយមកដល់កន្លែងនេះគឺអេដមីនបានតុបតែងអីខ្លះចឹងណាកុំឲ្យនៅវាលពេកហើយគេឃើញថាមានសង្សារគេមកដល់លេងអីចឹងទៅហើយនាងរៀងចំណែនដែរគេក៏បានអង្គុយកន្លែងស្អីគេកន្លែងតុរូបបេះដូងហ្នឹងណាហើយគេក៏បានឃើញថាមានគេមកដល់លេងអីចឹងទៅនាងក៏បានគិតថាតិចទៀតហ្នឹងគឺសង្សាររបស់នាងប្រហែលជាមកហើយក៏មិនអត់សុខដល់ថ្នាក់ហ្នឹងដែរឡើងលូនលីតែម្ដងណាហើយនាងក៏បាននៅអង្គុយចាំអីចឹងណានាងក៏លូថាមិនក៏យូរម៉េះរដងគឺមកផ្លែតសោះហ្នឹងហើយឥឡូវឡើងយូរហើយនៅពេលដែលចាំយូរទៅកាន់តែយូរទៅហើយអ្នកទាំងអស់គ្នាតាំងពីមេឃភ្លឺរហូតដល់មេឃយប់ចឹងណាហើយតាំងពីមានមនុស្សរហូតដល់អស់មនុស្សតែម្ដងគឺអត់ឃើញថាស៊ីហ្នឹងមកទេហើយនាងខឹងខ្លាំងមែនតើថាបោកនាងអីចឹងណាចង់បោកក្របបែកគ្នាទាំងហ្មងណាហើយនាងក៏ខឹងដែរនាងក៏បាននិយាយថាបើសិនជាលើកក្រោយមកប្រពួតគ្នាទៅដើរលេងម្ដងទៀតណានាងបដិសេធគេតែម្ដងគ្នាហាច់ឆាយដល់ពេលហ្នឹងគឺមានរឿងតាន់មកនៅពីផ្ទះអ្នកតាគ្នាហើយមកបងគេក៏បានខំមកកាន់កូនគេក៏បានលើកហើយក៏បាននិយាយថាតើម៉ាក់នឹងមានកាយមែនហើយមកបងគេក៏បានប្រាប់ថាគឺរ៉ានគឺបានចុះទីពេទ្យបាត់ហើយនាងភ័យខ្លាំងមែនតើនៅពេលដែលឮអញ្ចឹងនាងក៏បានរត់ទៅយ៉ាងលឿនដើម្បីទៅមន្ទីរពេទ្យ
ហើយក៏បានជួបម៉ាក់របស់គេក៏បានសួរថាតើរ៉ាន់រ៉ាន់មិនចៃម៉ាក់ហើយម៉ាក់របស់គេក៏បាននិយាយថាគឺរ៉ាន់រ៉ាន់គឺបានឈរស្រួលមិនតាន់មកដែរហើយអត់ដឹងថាយ៉ាងម៉េចទេគេបានឃើញថានាងស្លាប់ហើយអ្នកនរគ្នាហើយកាន់មកមើលឲ្យកូនគេវិញដែលកំពុងតែអង្គុយមើលម៉ាក់របស់គេហើយនៅពេលនេះគេកាត់មករ៉ាន់រ៉ាន់វិញអ្នកនរគ្នាមូលហេតុដែលរ៉ាន់រ៉ាន់ឈប់ទីពេទ្យដោយសារតែអ្នកទាំងពីរនេះឯងគឺអ្នកនរគ្នាដឹងអត់អ្នកទាំងពីរហ្នឹងគឺបានធ្វើបាបរ៉ាន់រ៉ាន់ហើយធ្វើឲ្យរ៉ាន់រ៉ាន់ស្លាប់ចឹងទៅហើយយូតាក៏និយាយថាធ្វើឲ្យគេស្លាប់បាត់ហើយធ្វើមកយកហើយមូលិកាក៏និយាយថានៅឆាំអីទៀតមិនព្រមរត់ទៅហើយរឿងហ្នឹងវាចង្អៃអ្នកនរគ្នាចឹងបានជាធ្វើឲ្យរ៉ាន់រ៉ាន់មកយើងគឺស្លាប់ហើយថាយិនក៏បានប្រាប់ទៅកាន់ប៉ាបាគេថាតើមានណាគេនៅចិត្តនឹងមែនប៉ាបាគេក៏និយាយថាអត់ដឹងទេហើយគេក៏បានសុំប៉ាបាគេហ្នឹងទៅក្រៅទៅហើយពេលដែលកាត់កន្លែងហ្នឹងគឺគាត់មានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់អីចឹងណាគឺគាត់មានអារម្មណ៍ថាដូចជាធ្លាប់ជួបគ្នាតែគាត់ក៏បានអត់ខ្វល់ចឹងទៅគាត់ក៏បានមកចុចទូរស័ព្ទទេទៅកាន់សង្សាររបស់គេហើយពេលហ្នឹងគឺអាណានឃើញតែមានគេទេមកនាងក៏បានលើកចឹងទៅហើយគេក៏បាននិយាយថាអាឡូតើជាណាគេហើយថាយិនក៏និយាយថាអាឡូតើអូនឯងហ្នឹងនៅណាហើយអាណានក៏និយាយថាខ្ញុំនៅទាំងហើយមិនហើយសួរខ្ញុំធ្វើអីមានកាយមែនឬក៏ចង់និយាយអីឥឡូវនិយាយនៅនឹងសិនទៅថាយិនក៏និយាយថាសលេងអូនឯងដូចប្លែកមានរឿងអីមែនឬក៏អូនឯងនឹងអាណានក៏និយាយថាមានណាសលេងនាងតែប៉ុណ្្នឹងតើហើយមានកាយមែនហើយបើសិនជាអត់មានកាយទេគឺនាងមកទូរស័ព្ទហើយណាអាយិនក៏បានប្រាប់ទៅកាន់នាងថាគឺមួយរយៈហ្នឹងគឺគាត់រវល់អត់មានពេលតនីឯងហើយអាណានក៏និយាយថាអញ្ចឹងឯងនាងក៏រវល់ដែរអត់មានពេលតនីឯងហើយក៏បានបិទទូរស័ព្ទអីចឹងទៅក្រោយពីបិទទូរស័ព្ទហើយម៉ាក់របស់គេក៏បានសួរអាណាហ្នឹងថាតើពីណាគេហ្នឹងតែមកហើយមានកាយមែនហើយអាណានក៏និយាយថាគឺមិត្តប្រុសរបស់រ៉ាន់ហ្នឹងណាហើយគេទេមកសួរអីចឹងទៅហើយកាន់មកមើលថាយិនវិញគឺគាត់មានអារម្មណ៍ថាដូចជាប្លែកសង្សារគាត់គឺ50ទី17របស់យើងគឺបានចប់ហើយអ្នកនរគ្នាឲ្យកុំភ្លេច Subscribe Channel Admin មួយផងណាអរគុណ Thank you I love you